សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានគំនិតនិងប្រយោគល្អៗដែលដកស្រង់ចេញពីសៀវភៅដែលខ្ញុំបានអានចប់ហើយនោះគឺសៀវភៅ The Alchemist ខ្ញុំបានជ្រើសរើសគំនិតនិងប្រយោគល្អៗ10ចំណុចខ្ញុំនឹងចាប់ផ្ដើមអាន10ចំណុចនោះជូនអ្នកទាំងអស់គ្នាចំណុចទី1ដែលខ្ញុំចូលចិត្តនោះគឺការចាប់ផ្ដើមគឺជារឿងសំខាន់បំផុតកុំខ្ជះខ្ជាយពេលវេលាឬក៏រកលេសដោះសារការពិតទៅគឺគ្មាននរណាម្នាក់ឬគ្មានអ្វីអាចរារាំងយើងពីក្តីសម័យរបស់យើងបាននោះទេមានតែយើងខ្លួនឯងទេដែលអាចបញ្ឈប់ខ្លួនឯងពេលវេលាបានឆ្លងកាត់យើងទៅមុខជារៀងរាល់ថ្ងៃបើយើងមិនចាត់ចែងចាប់ផ្ដើមទេយើងនឹងបាត់បង់ឱកាសនិងពេលវេលាជារៀងរាល់ថ្ងៃចំណុចទី2ជីវិតអាចផ្លាស់ប្ដូរក្នុងមួយប្រពេចភ្នែកដូច្នេះត្រូវត្រៀមខ្លួនដើម្បីសម្របខ្លួនជីវិតគឺមិនប្រកបប្រជានៅពេលដែលមានការផ្លាស់ប្ដូរកើតឡើងយើងត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីសម្របខ្លួននិងទប់ទល់នឹងការផ្លាស់ប្ដូរដែលអាចកើតមានឡើងចំណុចទី3ឧបសគ្គដែលអ្នកកំពុងប្រឈមគឺដើម្បីសាកល្បងអ្នកមិនមែនដើម្បីឲ្យអ្នកបោះបង់ឡើយការស្វែងរកក្តីសុបិនរបស់យើងតែងតែបង្ហាញយើងនូវឧបសគ្គដែលសាកល្បងយើងជានិច្ចឧបសគ្គទាំងនេះមិនមែនមានន័យថាធ្វើឲ្យយើងបាក់ទឹកចិត្តនោះទេប៉ុន្តែដើម្បីសាកល្បងការតាំងចិត្តនិងការបដិញ្ញាចិត្តរបស់យើងចំពោះក្តីសុបិនដែលយើងមានចំណុចទី4ភាពជោគជ័យតែងតែមកជាមួយការឈឺចាប់គ្មានជោគជ័យដ៏អស្ចារ្យណាមួយបានមកដោយងាយនិងដោយគ្មានការឈឺចាប់នោះទេការឈឺចាប់និងភាពលំបាកគឺជាផ្នែកមួយនៃផ្លូវទៅកាន់ភាពជោគជ័យជារឿយៗឧបសគ្គនិងការឈឺចាប់ទាំងនោះនាំយើងទៅរកអ្វីដែលល្អប្រសើរជាងមុននៅទីបញ្ចប់ចំណុចទី5ទទួលយកលទ្ធផលនៃការសម្រេចចិត្តរបស់យើងសូម្បីតែនៅក្នុងសេណារីយ៉ូដែលអាក្រក់បំផុតក៏ដោយសារតែការសម្រេចចិត្តរបស់យើងផ្ទាល់យើងចង់ទទួលបានផលវិបាកនិងរៀនពីពួកវាចំណុចទី6មិនថាគោលដៅរបស់អ្នកជាអ្វីនោះទេរឿងសំខាន់គឺថាគោលដៅក្តីសុបិននោះធ្វើឲ្យអ្នកសប្បាយចិត្តនិងមានក្តីសុខយើងទាំងអស់គ្នាមានក្តីសុបិននិងគោលដៅខុសៗគ្នាប៉ុន្តែអ្វីដែលសំខាន់គឺថាតើវានាំមកឲ្យយើងនៅសេចក្តីអំណរនិងភាពរឹងមាំឬក៏អត់ទេដូច្នេះអ្វីក៏ដោយដែលជាក្តីសុបិនរបស់យើងគឺជាអ្វីដែលនាំឲ្យយើងមានភាពរីករាយជាមួយវាចំណុចទី7រៀនស្ដាប់ដោយយកចិត្តទុកដាក់ចំពោះសម្លេងបេះដូងរបស់យើងនៃក្តីសុបិនដែលយើងមាននៅក្នុងជីវិតយើងមានមនុស្សរឿងរ៉ាវនិងស្ថានភាពដែលធ្វើឲ្យយើងស្ទាក់ស្ទើរជានិច្ចទៅលើផ្លូវដែលយើងចង់ដើរប៉ុន្តែបើយើងអាចស្ដាប់សម្លេងបេះដូងរបស់យើងដោយយកចិត្តទុកដាក់បានយើងអាចនឹងរកឃើញចម្លើយដូច្នេះហើយការស្ដាប់នៅសេចក្តីប៉ងប្រាថ្នាដ៏ជ្រាលជ្រៅរបស់យើងគឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំយើងឆ្ពោះទៅរកគោលដៅរបស់យើងចំណុចទី8ហ៊ានជ្រើសរើសផ្លូវជីវិតខ្លួនឯងជារឿយៗមនុស្សជុំវិញខ្លួនយើងចង់ឲ្យយើងក្លាយជាមនុស្សម្នាក់តាមដែលពួកគេចង់បានប៉ុន្តែការហ៊ានជ្រើសរើសអ្វីដែលយើងចង់បាននោះទោះបីវាខុសពីអ្វីដែលអ្នកផ្សេងរំពឹងទុកក៏ដោយគឺជាជំហានដំបូងក្នុងការបង្កើតជោគវាសនាផ្ទាល់ខ្លួនរបស់យើងចំណុចទី9ចូលផ្ដោតលើពេលបច្ចុប្បន្ននោះអនាគតនឹងកាន់តែល្អប្រសើរជីវិតរបស់យើងអាចប្រសើរឡើងបានដោយចាប់ផ្ដើមពីការយកចិត្តទុកដាក់លើអ្វីដែលយើងអាចធ្វើបានឥឡូវនេះប្រសិនបើយើងមានចេតនាធ្វើឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃនោះលទ្ធផលអនាគតរបស់យើងក៏នឹងល្អជាងនេះដែរព្រោះថានៅពេលដែលយើងខិតខំកែលម្អខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងបច្ចុប្បន្នអ្វីៗនៅជុំវិញខ្លួនយើងក៏នឹងប្រសើរឡើងក្នុងទិសដៅដូចគ្នាចំណុចទី10ជាចំណុចចុងក្រោយយកចិត្តទុកដាក់ជាមួយបច្ចុប្បន្ននៅពេលដែលយើងផ្ដោតលើបច្ចុប្បន្នធ្វើឲ្យល្អក្នុងពេលបច្ចុប្បន្ននេះនោះនឹងបានលទ្ធផលល្អដែរមនុស្សយើងគ្រប់គ្នាតែងតែចង់ឲ្យមានរឿងល្អៗកើតឡើងក្នុងជីវិតនិងមានក្តីស្រមៃខុសៗគ្នារៀងៗខ្លួនតែជាញឹកញាប់យើងអាចវង្វេងភ្លេចថាថាមពលដ៏អស្ចារ្យបំផុតក្នុងការកសាងជីវិតដែលយើងត្រូវការនោះគឺចាប់ផ្ដើមពីចំណុចដែលធម្មតាបំផុតគឺការងាកត្រឡប់មកយកចិត្តទុកដាក់ជាមួយអ្វីដែលយើងអាចធ្វើបានក្នុងថ្ងៃនេះឲ្យល្អបំផុតអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់វីដេអូសង្ខេបសៀវភៅរបស់នាងខ្ញុំហើយបើសិនជាអ្នកទាំងអស់គ្នាស្ដាប់ហើយអ្នកទាំងអស់គ្នាចូលចិត្តអាចជួយ like និង comment នៅក្រោមវីដេអូបានឬក៏អ្នកទាំងអស់គ្នាអាច share ចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាបាន